តើអ្នកទាំងអស់គ្នាដឹងទេថានំម៉ាណាក៏នៅតែបន្តមានធ្លាក់មកដែរនៅសប្តាហ៍ថ្ងៃនេះខ្ញុំដឹងថាអ្នកទាំងអស់គ្នាធ្លាប់បានឮពីរឿងនំម៉ាណាដែលបានធ្លាក់មកពីលើមេឃដែលព្រះបានប្រទានឲ្យសម្រាប់ប្រជាជនអ៊ីស្រាអែលដើម្បីបរិភោគហើយតើអ្នកទាំងអស់គ្នាដឹងទេថានៅសប្តាហ៍ថ្ងៃយើងនេះក៏មានកន្លែងមួយដែលមាននំម៉ាណាធ្លាក់មកពីលើមេឃនោះផងដែរហើយកន្លែងនោះគឺគេហៅឈ្មោះថាគឺជា Number Adventist Mission ដែលជាកន្លែងមួយដែលមានការថ្វាយបង្គំដែលយើងគឺជាក្រុម Seventh Day Adventist ហើយនេះគឺជាកន្លែងមួយដែលមានមនុស្សជាច្រើនបានអះអាងថាមាននំម៉ាណាធ្លាក់ចុះមកពីលើមេឃហើយនៅក្នុងការធ្លាក់នំម៉ាណាចុះមកពីលើមេឃនេះដែរគឺមានមនុស្សជាច្រើនបានជឿថាវាគឺជាការអស្ចារ្យមែនទែនដែលព្រះទ្រង់នៅតែបន្តផ្គត់ផ្គង់ចំណីអាហារដល់រាជរបស់ទ្រង់នាសម័យនេះហើយឥឡូវនេះយើងនឹងទៅស្វែងយល់ទាំងអស់គ្នាថាតើនំម៉ាណាធ្លាក់យ៉ាងដូចម្តេចទៅការមាននំម៉ាណាធ្លាក់គឺចាប់ផ្ដើមតាំងតែពីឆ្នាំ1939មកម្លេះដែលនៅក្នុងពេលនោះគឺនៅក្នុងប្រទេសអាហ្វ្រិកគឺនៅឯអង្គូឡាគឺមានគ្រោះរាំងស្ងួតយ៉ាងខ្លាំងដែលមិនមានចំណីអាហារបរិភោគសម្រាប់ប្រជាជននៅប្រទេសអាហ្វ្រិកនោះទេគឺនៅក្នុងពេលនោះប្រទេសអាហ្វ្រិកគឺកំពុងតែជួបជាមួយនឹងគ្រោះរាំងស្ងួតគឺគ្មានទឹកភ្លៀងហើយមានដីស្ងួតប្រជាជននៅប្រទេសនោះគឺដាំដំណាំអីក៏មិនបានហើយមនុស្សក៏មានការអត់ឃ្លានជាខ្លាំងគឺនៅឯណាំបាគឺជាកន្លែងដែលមានការថ្វាយបង្គំហើយគ្រីស្ទាននៅកន្លែងនោះគឺតែងតែអធិដ្ឋានទូលទៅកាន់ព្រះថាសូមឲ្យព្រះជួយប្រទានចំណីអាហារសម្រាប់ពួកគេហើយបន្ទាប់ពីពួកគេបានធ្វើការអធិដ្ឋានមានក្មេងស្រីម្នាក់ក៏បានប្រទះឃើញរបស់មួយយ៉ាងមានពណ៌សបានធ្លាក់មកពីលើមេឃហើយរបស់នោះគឺយើងអាចទទួលទានបានហើយប្រជាជនដែលនៅក្នុងភូមិក៏បានគិតថានេះគឺជានំម៉ាណាដែលបានធ្លាក់មកពីស្ថានសួគ៌គឺវាគឺជាចំណីអាហារដ៏ពិសេសដែលព្រះធ្លាប់បានផ្ដល់ឲ្យប្រជាជនអ៊ីស្រាអែលនាសម័យដែលនៅក្នុងព្រះគម្ពីរហើយបន្តមកទៀតនោះក៏មានមនុស្សជាច្រើនក៏ដូចជាភ្ញៀវទេសចរក៏បានធ្វើដំណើរទៅកាន់កន្លែងនោះដើម្បីនឹងទៅភ្លក្សនំម៉ាណាហើយពួកគេក៏បាននិយាយប្រៀបប្រដូចនំម៉ាណានោះដែលមានរសជាតិផ្អែមហើយមានពណ៌សស្រាលគឺវាឆាប់រលាយមែនទែននៅពេលដែលយើងដាក់ចូលទៅក្នុងមាត់ហើយនំម៉ាណានេះគឺមានចំណុចពិសេសគឺវាមិនធ្លាក់ជាប្រចាំថ្ងៃនោះទេគឺនំម៉ាណាគឺចាប់ផ្ដើមមានតែសម្រាប់នៅថ្ងៃពុធហើយនិងថ្ងៃសុក្រតែប៉ុណ្ណោះហើយនេះគឺជាអ្វីដែលធ្វើឲ្យយើងដឹងថាវាគឺជាចំណុចសំខាន់គឺធ្វើឲ្យយើងដឹងថាព្រះគឺនៅតែផ្គត់ផ្គង់ប្រជារាស្ត្ររបស់ទ្រង់ហើយវាគឺជារឿងមួយដែលកើតឡើងចំពោះគ្រីស្ទានដែលជា Seventh Day Adventist ហើយកន្លងមកទៀតចាប់តាំងពីឆ្នាំ1975ដល់ឆ្នាំ2002នៅប្រទេសអាហ្វ្រិកដែលគេហៅថាអេងកូឡាគឺត្រូវបានជួបប្រទះជាមួយនឹងសង្គ្រាមដែលធ្វើឲ្យព្រះវិហារជាច្រើនហើយនឹងកន្លែងសិក្សាព្រះគម្ពីរត្រូវបានបំផ្លាញហើយនៅឯកន្លែង Number Mission ក៏ត្រូវបានបំផ្លាញដែរគឺនៅក្នុងរយៈពេលនោះគឺមិនសូវមានព័ត៌មានចេញផ្សព្វផ្សាយអំពីរឿងនំម៉ាណាធ្លាក់ទៀតនោះទេគឺមានតិចមែនទែនប៉ុន្តែបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ព្រះវិហារក៏ត្រូវបានធ្វើម្ដងទៀតហើយអ្វីៗគ្រប់យ៉ាងគឺនឹងចាប់ផ្ដើមសារជាថ្មីហើយមានមនុស្សជាច្រើនក៏នៅតែបន្តនិយាយថានំម៉ាណាគឺចាប់ផ្ដើមធ្លាក់រហូតដល់សប្តាហ៍ថ្ងៃនេះផងដែរប៉ុន្តែនំម៉ាណានេះនៅតែមិនទាន់មាននរណាយកទៅពិសោធន៍នៅក្នុងវិទ្យាសាស្ត្រនោះទេដូច្នេះហើយនេះគឺជាសម័យថ្មីហើយព្រះនៅតែបន្តប្រទានចំណីអាហារដល់ប្រជារាស្ត្ររបស់ទ្រង់នៅឯប្រទេសអាហ្វ្រិកដែលព្រះបានប្រទានចំណីអាហារសម្រាប់ពួកគេដើម្បីផ្គត់ផ្គង់កុំឲ្យពួកគេឃ្លាននេះគឺជារឿងមួយដែលយើងត្រូវដឹងថាព្រះគឺទ្រង់នៅតែយកព្រះតីទុកដាក់ចំពោះយើងទាំងអស់គ្នាគឺទ្រង់មិនដែលចោលយើងនោះទេឲ្យតែយើងអំពាវនាវរកទ្រង់នោះទ្រង់នឹងជួយដោះស្រាយបញ្ហាដែលយើងកំពុងតែជួបដូច្នេះហើយវាគឺជាដំណឹងល្អខ្លាំងណាស់សម្រាប់អ្នកដែលជា Seventh Day Adventist ដែលយើងគោរពថ្ងៃទី7ជាថ្ងៃបរិសុទ្ធគឺព្រះរបស់យើងគឺទ្រង់នៅតែបន្តធ្វើការងារដែលព្រះយេស៊ូវគ្រីស្ទនេះហើយគឺជាអ្នកដែលស្រឡាញ់យើងហើយនាងខ្ញុំក៏សូមលើកទឹកចិត្តដល់ក្រុមជំនុំទាំងអស់សូមឲ្យមានចិត្តមុតមាំទុកចិត្តទៅលើព្រះហើយអធិដ្ឋានទៅរកព្រះនៅពេលដែលយើងជួបទុក្ខលំបាកហើយក៏កុំភ្លេចអរព្រគុណព្រះនៅពេលដែលយើងមានពេលសប្បាយចិត្តពីព្រោះមានតែព្រះមួយប៉ុណ្ណោះដែលអាចជួយសង្គ្រោះយើងបាន